បាទចាថ្ងៃនេះយើងកែ ampli Mac Thompson 120W បាទ transistor អនុភាពរបស់វាគឺមាន4គ្រាប់តែថ្ងៃនេះយើងថែមទាំងអស់6គ្រាប់ទៀតទាំងអស់10គ្រាប់បាទ4និង6ទាំង10ហើយយើងធ្វើ regulator ឲ្យខ្លាំងហើយកែខាងដុំ AC 220ដែរបាទដុំ AC 220អានេះគាត់ធ្វើមកស្រាប់ទេតែយ៉ាងស្ទើបន្តិចដុំបើយើងដាក់ ferrit ដាក់នេះដាក់ fishing អាហ្នឹងវានឹងអំពែជាងដោយសារដុំវាតូចចឹងដុំនេះស្ទើដែរហើយតែយើងបើកខ្លាំងហើយណាមួយអំភ្លីកាយខ្លាំងតែខ្ញុំនេះធ្វើវីដេអូណែនាំឲ្យគាត់ដែរបើថាពីមុនគាត់កាត់អាដុំអាគុយចោលឥឡូវគាត់ឲ្យតវិញអញ្ចឹងសារអាគុយនេះគឺយើងបើគាត់ចង់ចាក់ទៅកុំឲ្យវាខ្សោយព្រោះភ្លើងវាភ្លើង AC 15 V ដែរតែវាអត់សូវនឹងនេះដោយសារដុំភ្លើង5តូចអញ្ចឹងតិចទៅចាំខ្ញុំទេប្រាប់ម្ចាស់គាត់ថែមតែខ្ញុំធ្វើវីដេអូទុកអញ្ចឹងហ្មងដោយសារយើងដាក់អាគុយមួយទៅទប់វាអញ្ចឹងចាក់បើកបាសបានខ្លាំងហ្មងអុកហ្មងមើលសលេងវាម៉ត់ឈឹងហើយបាសអុកខ្លាំងហើយអត់លោតលែបើមិនយើងយួនវាយបើគាត់បើកមីក្រូពីមុនមកវាលឺតិចទេតែឥឡូវវាលឺខ្លាំងអញ្ចឹងយើងថែមអាគុយមួយទៀតដើម្បីទប់អាគុយតូចក៏ដោយ5 A អាគុយម៉ូតូឲ្យទប់មួយទៅដើម្បីឲ្យនឹងភ្លើងអញ្ចឹងវាល្អហើយវាអត់លោតលែអាលែខ្ញុំធ្វើឲ្យលោតក៏បានដែរតែខ្ញុំជិលអញ្ចឹងឲ្យគាត់ប្រើអញ្ចឹងវិញល្អជាងបងប្អូនឃើញខ្ញុំចាក់ទៅបាសឲ្យសលេងឡើងស្វាចមកអញ្ចឹងតម្រាំយើងចាក់ទៅមីក្រូគូតទៅ 100W ជាងអីហ្នឹងមួយអែមអញ្ចឹងវាលះហើយបាទអញ្ចឹងបើកខ្លាំងល្អហើយគ្រឿងខាងក្នុងគឺខ្ញុំធ្វើ regulator ហើយខ្ញុំតម្លើងសលេងខាងចាក់បន្តិចឲ្យវាស្រូបជាងមុនបន្តិចតែប៉ុណ្ណឹងសំខាន់ regulator ឲ្យខ្លាំងបានយើងខ្លាំងរួមទាំងអស់ឲ្យបើកទៅអត់វល់មួលទៅលះទៅតែម្ដងបាទមួលមកកប់នៅតែច្បាស់ចាស់អាហ្នឹងធានាជូនបងប្រុសតែម្ដងបាទហើយទៅជូនខាងទៅអូនអាយកវកឡើងគាត់តិចយកវកឡើងបាទថតខាងក្រៅតិចឲ្យបងប្អូននេះឥឡូវវាយើងចាប់ដើមធ្វើវិញផុតខែនេះប្រហែលជាថ្ងៃនេះខ្ញុំផ្សាយដាក់រូបកូនខ្ញុំនឹងឲ្យបងប្អូនជួយរកមើលឥឡូវកូនរកកូននេះឃើញហើយនឹងទីតាំងខ្ញុំបងប្អូនខ្លះក៏គាត់មកដល់តាំងពីកំពង់ចាមតកែវិញអ្នកខ្លះក៏គាត់មកដល់ដែរព្រោះយើងអត់បានផ្សាយទូរស័ព្ទឲ្យលើកទូរស័ព្ទដោយសារ YouTube ខ្ញុំខូច12 channel ហើយចាំមើលទូរស័ព្ទឲ្យនៅកូនអញ្ចឹងដល់រកកូនឃើញបានយើងចាប់ដើមរកមកវិញត្រូវធ្វើមិនអីមកទូរស័ព្ទជាប់មួយ Gmail ហ្នឹងនៅខ្លះនៅតែ2លេខទេអាសំខាន់ទូរស័ព្ទគាត់យកទៅយកទូរស័ព្ទហ្នឹងទៅហើយអាលេខជាប់ហ្នឹងទៅឥឡូវវាទេគាត់រកគាត់ឃើញអញ្ចឹងយើងតិច YouTube នេះអស់បាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនអញ្ចឹងឡើងយើងអវត្តទៅហើយខ្ញុំស៊ូខាងមួយវិទ្យាសាស្ត្រមួយខាងផ្នែកអេឡិចត្រូនិកនេះប្រព័ន្ធអីចាំមើលតិចទៀតខ្ញុំសិក្សាឲ្យខ្ញុំបង្រៀនបងប្អូនថាមិនមែនបងប្អូនតែចេះជាងគាត់ចេះអត់អីបានចង់និយាយថាមិនមែនជំនាន់ក្រោយខ្លះដែលខ្ញុំបានចំណេះហ្នឹងហើយខ្ញុំផ្ទេទុកឲ្យគាត់ខ្លះនេះជាងណែគាត់នេះអញ្ចឹងខ្ញុំទៅបញ្ចប់វីដេអូហ្នឹងសិនហើយនេះខ្ញុំចាក់មក3ទឹកនេះអញ្ចឹងមានន័យថាលះល្អហើយខ្ញុំចាក់សាកហើយនេះខ្ញុំថែមកង្ហាគាត់មួយទៀតដើម្បីឲ្យវាពេលយើងបើកខ្លាំងវាក្តៅព្រោះកម្លាំងខ្លាំងវាបើកខ្លាំងប្រឹងដល់យើងអត់បើកទេស្រាក់ខ្លឹមប៉ុន្តែខ្ញុំមិញបើក3 4បត់ទៅដើម្បីសាកកម្លាំងវាថាកម្ដៅវាថេអត់បើកម្ដៅវានៅក្តៅរហូតអាហ្នឹងអត់បានទេតែ4 10នាទីកម្ដៅវាថេនៅប៉ុណ្្នឹងគេថា60អង្សាវានៅតែ60អញ្ចឹងចុះបាទបើ50នៅ50ចុះអាហ្នឹងអត់ឡើងទៀតអាហ្នឹងអត់ឆេះទេតែឡើងរហូតអត់ឈប់អាហ្នឹងអត់កើតទេបាទអញ្ចឹង regulator ក៏យើងធ្វើយើងថ្លឹងហងនឹងចាក់ប្រសោបជាក់ស្ដែងហើយបងប្អូនភ្លើងមានប្លូតមកភ្លើងក្រហមឡើងហើយខ្ញុំបើកឲ្យកប់ក៏បានឡើងច្បាស់ចាស់មកអញ្ចប់បាត់ឡើងមិញចូលឡើងមកមើលសិនយកមកញ៉ាំមើលកន្លែងនេះប្រាប់មិនថាតិចហ្នឹងហើយបងប្រុសគាត់បានសរសេរមកដែរហើយដាក់ថាឲ្យជួយកែឲ្យជួយតខ្សែអាគុយតែខ្ញុំដឹងក្រាស់ទៅដល់ណាមិញបើដាក់ទៅនោះហើយឥឡូវមើលតែទីតាំងបាននេះទីតាំងអានេះនៅកំពង់ចាមមែនទេច្រឡំហ៎តិចច្រឡំគ្នាជប់សិនអូអានេះអំភ្លីសខាងស្អីមើលមួយទៀតច្រឡំបកបងប្អូនអើយនេះចឹងនេះខាងនេះខ្ញុំមានអារម្មណ៍ថាខាងនេះស្ពៃវែងតើអូស្អីគេស្វាយរៀងបាទអញ្ចឹងវីដេអូនេះអរគុណច្រើនបងប្រុសផងដែរបាទផ្ញើជូនបងប្រុសទៅខាងស្រុករមៀហែកខេត្តស្វាយរៀងបាទគាត់ផ្ញើមកស្ពានព្រែកជ្រៃនេះដោយសារទីតាំងខ្ញុំដូរខ្ញុំនិយាយបានដងហើយបាទអញ្ចឹងបងប្អូននេះមកឡើងគាត់នេះត្រូវបាទហ្នឹងតែលួយធ្លាក់មកនេះកម៉ោបវានេះ 120W នេះច្រឡំដាក់ឡើងគេផ្សេងអញ្ចឹងខ្ញុំថតវីដេអូចាប់អញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនបាទអរគុណច្រើនហើយហ្នឹងហើយជួយគ្រប់គ្រងផងដោយសារខ្ញុំវារយៈនេះមានបញ្ហាហើយដូចនិយាយថាមានអីវ៉ាន់ហៀវនៅខ្ញុំច្រើនដែរតែខ្ញុំដោះស្រាយជូនគាត់សិនដោយសារ
miền nơi bắt đầu nó ấy thiết hay lấy còn má tê mà ấy phọt mà khai đang sân á nhom đặt hồ câu nói hai sân chầm nhom chạm đam thơ con chan chùm điệp liền ở đây miền này khai chùm thơ bà đây còn thơ việc toàn ban thơ song bong ôn bắt đầu là ấy nông khai nơi hàng phố sát ấy pi bắt đầu bắt ở bong buôn hay nơi hàng phong cha mùi bài ôn tê mà đã tụ sạp cái lá của bà lớp chẳng dừng toàn thì tụ sạp những bài còng này con chan chùm điệp liền